ជំរាបសួរពុកម៉ែបងប្អូនរីករាយស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូថ្មីសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាពីរបៀបបំពងមេថ្មល់ហើយនេះដែរបងប្អូនគ្រឿងផ្សំសម្រាប់ធ្វើបំពងមេថ្មល់ណាបងប្អូនឥឡូវយើងមកមើលនេះដែរមានដូចជាមេថ្មល់ហ្នឹងបងប្អូនចំណែកនេះស្លឹកក្រូចហើយនេះមានដូចជាកូនស្គ្រីហើយនឹងស្លឹកតើយម្ទេសហើយនេះស្ករសហើយនឹងប៊ីចេងបងប្អូនចំណែកនេះម្សៅស៊ុបហើយនេះដែរបងប្អូនទឹកត្រីបាទឥឡូវជាដំបូងយើងធ្វើការកាត់នេះសិនណាបងប្អូនស្លឹកតើយយើងធ្វើការកាត់បែបហ្នឹងមកបងប្អូនកាត់ក៏បានឬក៏យើងហាន់លើជ្រុញក៏បានដែរអញ្ចឹងបងប្អូនបងប្អូនគិតថាងាយស្រួលមួយណាយើងធ្វើតាមរបៀបហ្នឹងទៅបងប្អូននេះដែរខ្ញុំធ្វើការកាត់ដាក់ប៉ុណ្ណឹងបងប្អូនឥឡូវនេះរួចហើយជាបន្តមកទៀតខ្ញុំធ្វើការបេះស្លឹកក្រូចបងប្អូនហើយស្លឹកក្រូចនេះយើងហែកវាបែបហ្នឹងទៅបងប្អូនស្លឹកក្រូចយើងធ្វើការហែកស្លឹកក្រូចបែបហ្នឹងមករួចហើយបងប្អូនបន្តមកខ្ញុំធ្វើការហាន់កាត់ម្ទេសបងប្អូនខ្ញុំយកកន្ត្រៃកាត់បែបនេះខ្លីៗកង់អញ្ចឹងណាបងប្អូនហើយសម្រាប់ម្ទេសខ្ញុំដាក់4-5គ្រាប់ទេបងប្អូនបើសិនបងប្អូនចូលចិត្តញ៉ាំហឹរខ្លាំងយើងដាក់ច្រើនជាងនេះទៀតក៏បានដែរអញ្ចឹងបងប្អូនតាមចំណូលចិត្តឥឡូវនេះខ្ញុំបានកាត់រួចហើយតមកទៀតបងប្អូនខ្ញុំហាន់គល់ស្លឹកគ្រៃបងប្អូនហើយនេះយើងហាន់ខ្ញុំហាន់ប្រឆិតបែបហ្នឹងបងប្អូននេះខ្ញុំធ្វើការហាន់ប្រឆិតបែបហ្នឹងគល់ស្លឹកគ្រៃនេះបងប្អូនហើយគល់ស្លឹកគ្រៃបងប្អូនដាក់អំពងជាមួយគ្នាក៏បានឬក៏បងប្អូនរយវាពេលដែលយើងអំពងមេខ្មុលហើយហ្នឹងយើងដាក់រយពីលើក៏បានដែរអញ្ចឹងណាបងប្អូនអាស្រ័យតាមចំណូលចិត្តបងប្អូនទាំងអស់គ្នាហើយនេះបងប្អូនខ្ញុំបានធ្វើការហាន់រួចហើយឥឡូវខ្ញុំយកដាក់ចាននេះបងប្អូនទុកមួយឡែកសិនឥឡូវជាបន្តទៀតយើងមកធ្វើការដាក់ផ្ទះមកដើម្បីធ្វើការអំពងមេខ្មុលឥឡូវខ្ញុំចាក់ប្រេងឆាចូលបងប្អូនហើយប្រេងឆាយើងដាក់ឲ្យវាក្តៅសិនណាបងប្អូនតមកចាំយើងដាក់មេខ្មុលចូលនេះបងប្អូនហើយយើងធ្វើការបំពងវាឲ្យវាស្រួយសិនណាបងប្អូនហើយសម្រាប់មេខ្មុលនេះដែរមុននឹងបងប្អូនយកមកបំពងហ្នឹងគឺថាយើងយកវាទៅលាងទឹកឲ្យបានស្អាតជាមុនសិនណាបងប្អូនដើម្បីជៀសវាងវាមានជាតិដីបន្តិចអញ្ចឹងណាបងប្អូនតែមេខ្មុលហ្នឹងទោះបីយើងលាងវាស្អាតប៉ុណ្ណាក៏វាដូចថាពេលយើងញ៉ាំទៅមានអារម្មណ៍ថា
វាដូចមានជាដីតិចតិចដែរអញ្ចឹងណាបងប្អូននេះតាមការដែលខ្ញុំបានធ្វើញ៉ាំអញ្ចឹងណាបងប្អូនហើយយើងធ្វើការអំពងវាឲ្យឡើងស្រួយទៅបងប្អូននេះយើងពងបែបហ្នឹងទៅយើងឧស្សាហ៍កោតកោវាទៅមកអញ្ចឹងណាឲ្យដើម្បីឲ្យវាបានស្រួយសព្វល្អបងប្អូនហើយជាបន្តទៀតបងប្អូនខ្ញុំរយដាក់ស្លឹកតើយមកត្រឡប់យើងដាក់ពងជាមួយគ្នាទៅដើម្បីឲ្យមានក្លិនឈ្ងុយចឹងណាបងប្អូនយើងដាក់តាមត្រឡប់ពីត្រឡប់ហ្នឹងកោវាបន្តិចហ្នឹងគឺថាវាឡើងក្រៀមតែម្ដងហើយតមកទៀតខ្ញុំដាក់ស្លឹកក្រូចបំពងដាក់បំពងជាមួយគ្នាដែរបងប្អូននេះយើងធ្វើការបំពងបែបហ្នឹងទៅហើយយើងដាក់បំពងតាមត្រឡប់ហ្នឹងគឺថាវាឡើងក្រៀមហើយអញ្ចឹងបងប្អូនព្រោះអីប្រេងឆាយើងក្តៅដាក់ទៅឡើងតាមឈុលវាឡើងស្រួយហើយឥឡូវយើងធ្វើការស្រង់វាចេញទៅបងប្អូនប៉ុណ្ណឹងយើងស្រង់ចេញមកនេះបងប្អូនយើងធ្វើការស្រង់ចេញមកយើងដាក់កត្រង់នេះសម្ងួតខ្លាញ់តិចទៅបងប្អូនសម្ងួតប្រេងឆាតិចទៅស្ងួតតិចទៅរួចហើយបងប្អូនខ្ញុំទុកមួយឡែកសិនបងប្អូននេះយើងដាក់ទុកមួយឡែកសិនទៅហើយបន្តមកទៀតយើងធ្វើការដាក់បំពងជាបន្តទៀតបងប្អូនយើងធ្វើការដាក់បំពងជាបន្តទៀតហើយយើងធ្វើការកោវាទៅឲ្យវាឡើងស្រួយសព្វបានល្អអញ្ចឹងបងប្អូនហើយតមកដល់ពេលវារៀងស្រួយខ្លាំងមែនតើហើយយើងមើលដាក់នេះតែម្ដងទៅស្លឹកតើយហើយនឹងស្លឹកក្រូចសើចហ្នឹងបងប្អូនហើយធ្វើមិនបានដឹងស្រួយកន្លែងនេះគឺថាយើងកោជាក់ស្ដែងហ្នឹងពេលដែលវាឡើងរៀងយើងកោទៅវារៀងប៉ះខ្ញោកជាមួយវែកឆាហ្នឹងគឺថាវាមានន័យថាវាស្រួយហើយបងប្អូនវាឡើងស្រួយអញ្ចឹងនេះកន្លែងនេះដែរខ្ញុំធ្វើការកោអញ្ចឹងវាឡើងសំឡេងមួយដែលលន់ខ្ញោកអញ្ចឹងគឺថាមានន័យថាវាឡើងស្រួយយើងពងទៅវាឡើងស្រួយបងប្អូនកន្លែងហ្នឹងហើយរួចហើយឥឡូវខ្ញុំធ្វើការដួសដាក់ស្រង់ចេញដាក់កត្រង់នេះបងប្អូនយើងធ្វើការស្រង់ដាក់ក្នុងកត្រង់នេះទុកមួយឡែកសិនទៅបងប្អូននេះយើងទុកមួយឡែកសិនទៅហើយបន្ទាប់មកយើងធ្វើការក្លុកគ្រឿងយកតែម្ដងបងប្អូនមានដូចជាម្សៅស៊ុបរ៉ាឌីហ្នឹងបងប្អូនហើយមានដូចជាប៊ីចេងអញ្ចឹងណាបងប្អូនហើយសម្រាប់ការលាយគ្រឿងនេះដែរបងប្អូនអាចលាយក្នុងខ្ទះក៏បានដែរយើងបើកភ្លើងតិចទៅយើងចាក់ប្រេងឆាចេញអស់មកហើយយើងដាក់មេខ្មុលចូលយើងអាចលាយក្នុងខ្ទះហើយបើកភ្លើងបន្តិចយើងអាចលាយគ្រឿងក្នុងហ្នឹងក៏បានដែរអញ្ចឹងបងប្អូនតែនេះខ្ញុំលាយបែបនេះបងប្អូនខ្ញុំលាយដាក់កូនចានដែរយើងហ្នឹងយើង
ក្លុកគ្រឿងវាខាងក្រៅទេបងប្អូនហើយនេះយើងធ្វើការកូរបែបហ្នឹងទៅបងប្អូនដើម្បីឲ្យគ្រឿងហ្នឹងវាចូលជ្រាបសាច់បានល្អហើយនេះដែរចុងក្រោយយើងដាក់គល់ស្លឹកគ្រៃបងប្អូនយើងធ្វើការដាក់គល់ស្លឹកគ្រៃនឹងចូលមកហើយយើងធ្វើការកូរវា2-3ត្រឡប់ទៀតណាបងប្អូនហើយយើងកូរមើលមកសពទៅប៉ុណ្ណឹងគឺថារួចហើយបងប្អូនឥឡូវខ្ញុំធ្វើការដួសដាក់ចានតែម្ដងគឺថាមេខ្មុលនេះយើងយកទៅពងគឺថាក្លិនឡើងឈ្ងុយតែម្ដងឥឡូវយើងធ្វើការដួសដាក់ចានបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងទេ